ជំរាបសួរបងប្អូនមិញហ្នឹងខ្ញុំចុះទៅក្រោមពីលើអាគារចុះទៅក្រោមយកអីវ៉ាន់ឲ្យប្អូនខ្ញុំហ្នឹងគាត់មកយកអីវ៉ាន់ទៅបងសុនសុកគាត់ហៅយកភីងគាត់បេះភីងដើមជាប់អាគារខ្ញុំនៅនឹងមានដើមភីងមួយឲ្យផ្លែច្រើនណាហើយទៅថ្ងៃហ្នឹងគាត់បេះគាត់ហៅបងយកឲ្យភីងហូបមកស្មានតែគេបេះមិនតិចបងប្អូនហើយមកថងខ្មៅលឹងធំចាហើយមិននេះណាក្នុងថងខ្មៅប៉ុណ្្នឹងហើយប្រលេះនៅក្នុងកញ្ឆេងមកកណោទៀតឥឡូវនឹងពងបាក់ចិត្តនំនេះចៃគ្នាពេញនឹងហូបបាត់ខ្លះហូបបាត់អស់ទៅខូចចាខ្ញុំយកតែមកបន្តិចទេព្រោះខ្ញុំម្នាក់ឯងហើយគាត់ម្នាក់ឯងដែរអត់មានគ្នាទៅគាត់បេះបានឡើងច្រើនហ្នឹងនឹងចែកបានទៅបង Food Panda នោះមកថងទៅឲ្យនៅសល់នេះសល់ឡើងពេលប្រលេះឲ្យពេញកញ្ឆេងហ្នឹងមកបងប្អូនអូយផ្អែមណាស់បងប្អូនភីងនេះធម្មជាតិប៉ិត 100% និយាយទៅហើយចិត្តល្អទៀតណាមានតែបេះយកតែមកហូបខ្លួនឯងឯងលោកអើយបេះឡើងមកថងធំហ្មងចង់ចូល5 6គីឡូស្ពាយទាំងមេឃទាំងអីមកហើយប្រឡេះហើយឡើងមកកញ្ឆេងឡើងពេញហើយលើនឹងពងបាក់ចិត្តចាបេះបោះនេះបាក់ចិត្តហ្នឹងចែកណាព្រោះគ្នាមាន2 3នាក់ហើយតែឥឡូវខ្ញុំលើកចុះលើកឡើងថតឲ្យបងប្អូនមើលព្រោះគាត់បេះទាំងមេឃមកវាខានបេះភីងយូរដែរខ្ញុំនៅទូចខ្ញុំចូលចិត្តទៅគេហៅស្រុកនៅស្រុកអត់បេះអញ្ចឹងឯងយើងហ៊ុនដើមហើយហើចាហើយនៅទូគេក៏ទៀតលោកតាមភូមិតាមអីចឹងហើយដល់ពេលតាំងពីមកនៅពេញមកខានហូបអាភីងរបៀបថាទៅបេះនៅដើមកលិកក្លុកអីហូតហ៊ុនហើក្មេងៗអីចឹងលេងហើយអត់ដែលទេខានយូរចាដល់ពេលថ្ងៃនេះគាត់បេះចឹងមកនឹកឃើញអើយតំណងក៏ថតតិចទៅវាឃើញទាំងមេឃទាំងស្មៃបងប្អូនម្នាក់នេះគាត់ប្រឡេះហើយនៅក្នុងថងទៀតមិនតិចទេណាបងប្អូន20 30កំប៉ុងមែនទេបើច្រើនមកខ្ញុំយកតែប៉ុណ្ណឹងខ្ញុំកាន់មិញហ្នឹងមកក្តាប់មកហើយទៅសុំម្ទេសគាត់ចាញ៉ាំមានម្ទេសខ្ញុំសុំម្ទេសគាត់ណាសុំម្ទេសគាត់យកមកបុកអំបិលបងប្អូនចាអើយបងប្អូនអាពេលហូបអត់បុកអំបិលក៏ផ្អែមដល់ពេលអាបុកអំបិលហើយយើងបុកមកចង់ក្លុកយើងមកដាក់ម្ទេសហិលមកបងប្អូនអើយនិយាយពីថាជាតិម៉ែជាតិឪជាតិជីដូនជីតាជាតិចាប៉ុន្តែកុំភ្លេចថាហូបហើយគឺថាដាតពំព្រេងបងប្អូនឲ្យឡើងស្កាតហ្មងអើយអរគុណបងប្អូនជម្រាបលា